ថ្ងៃនេះដែរនាំអារម្មណ៍បងប្អូនឲ្យទៅដឹងអំពីការឆ្លងពេលវេលាតើវាអាចទៅរួចដែរឬទេបើនិយាយតាមបែបវិទ្យាសាស្ត្រតាមរូបមន្តរូបវិទ្យាការឆ្លងពេលវេលាឬការធ្វើដំណើរឆ្លងកាត់ពេលវេលាដែលហៅថា time travel គឺមានពិតមែនប៉ុន្តែវាមានលក្ខណៈនិងដែនកំណត់ទៅតាមទ្រឹស្ដីរូបវិទ្យាយើងបែងចែកវាជាពីរផ្នែកធំ1ការធ្វើដំណើរទៅអនាគត time travel to the future តាមផ្នែកវិទ្យាសាស្ត្រការធ្វើដំណើរទៅអនាគតគឺអាចទៅរួច 100% ហើយវាត្រូវបានបង្ហាញតាមរយៈទ្រឹស្ដី Theory of Relativity របស់លោក Albert Einstein ល្បឿនលឿន Time dilation warp speed បើអ្នកធ្វើដំណើរតាមយានអវកាសមួយដែលមានល្បឿនលឿនខ្លាំងគៀកទៅនឹងល្បឿនពន្លឺពេលវេលាសម្រាប់អ្នកនឹងដើរយឺតជាងពេលវេលារបស់មនុស្សនៅលើផែនដីនៅពេលអ្នកត្រឡប់មកផែនដីវិញអ្នកនឹងឃើញថាពិភពលោកបានឆ្លងកាត់ទៅរាប់សិបឆ្នាំទៅមុខបាត់ទៅហើយខណៈដែលអ្នកទើបតែចំណាយពេលពី3ឆ្នាំប៉ុណ្ណោះកម្លាំងទំនាញខ្លាំង Time dilation but gravity ពេលវេលានៅកន្លែងដែលមានកម្លាំងទំនាញខ្លាំងដូចជានៅជិតប្រហោងខ្មៅ black hole នឹងដើរយឺតជាងកន្លែងដែលមានកម្លាំងទំនាញខ្សោយដូចជាផែនដីការពិតជាក់ស្ដែងក្រុមអវកាសវិញ្ញាណិកដែលរស់នៅលើស្ថានីយ៍អវកាសអន្តរជាតិ ISS បានឆ្លងទៅអនាគតបន្តិចបន្តួចទៅហើយប្រហែលពី3វិនាទីព្រោះពួកគេធ្វើដំណើរក្នុងល្បឿនលឿនជាងយើងនៅលើផែនដី2ធ្វើដំណើរទៅអតីតកាល Time travel to the past ការធ្វើដំណើរត្រឡប់ទៅអតីតកាលវិញគឺជារឿងស្មុគស្មាញខ្លាំងនិងស្ទើរតែមិនអាចទៅរួចនោះទេនៅក្នុងការអនុញ្ញាតជាក់ស្ដែងទ្រឹស្ដី wormhole តាមទ្រឹស្ដីរូបវិទ្យាខ្លះគេគិតថាប្រសិនបើមាន wormhole ច្រកទ្វារកោងក្នុងលំហនិងពេលវេលាយើងប្រហែលជាអាចធ្វើដំណើរទៅអតីតកាលបានប៉ុន្តែមកទល់ពេលនេះគេមិនទាន់រកឃើញ wormhole នៅក្នុងចក្រវាឡពិតប្រាកដនោះឡើយផ្ទុយទៅវិញពេលវេលា paradox ការទៅអតីតកាលបង្កើតឲ្យមានបញ្ហាស្មុគស្មាញជាច្រើនដូចជា grandfather paradox ប្រសិនបើអ្នកទៅអតីតកាលហើយទៅសម្លាប់ជីតារបស់អ្នកតាំងពីគាត់នៅក្មេងតើអ្នកអាចមានឱកាសកើតមកដើម្បីសម្លាប់គាត់ដោយរបៀបណាការសន្និដ្ឋានទៅអនាគតអាចទៅរួចតាមទ្រឹស្ដីវិទ្យាសាស្ត្រនិងការពិសោធន៍គ្រាន់តែយើងមិនទាន់មានបច្ចេកវិទ្យាបង្កើតយានល្បឿនលឿនដូចពន្លឺដើម្បីឲ្យបានរាប់ឆ្នាំទៅអតីតកាលបច្ចុប្បន្ននៅតែជារឿងវិទ្យាសាស្ត្រពីការពិតនៅក្នុងខ្សែភាពយន្តនៅឡើយព្រោះវាផ្ទុយទៅនឹងច្បាប់រូបវិទ្យាជាច្រើន